ផ្ញើវីដេអូនេះទៅបារម្ភដែលគាត់មិនទាន់មានគ្រួសារណាបងប្អូនណាបើសិនជាពាក្យសម្ដីដែលខ្ញុំស្ដាប់ទៅចូលជាស្ដាប់តាមពេលស្ដាប់អត់ចូលជាអូនឡងគឺមានន័យថាចង់និយាយថាកុំយកមនុស្សស្រីដែលស្អាតពេកមកភ្ជុំបានហើយគួសមបានហើយប៉ុន្តែត្រូវរកមនុស្សស្រីណាដែលស្រឡាញ់យើងស្រឡាញ់ឪក្មេកម៉ែក្មេកណាមិនតន់ជាគូតដឹងក៏ដោយជាប្តីប្រពន្ធក៏ដោយត្រឹមតែជាសង្សារមនុស្សស្រីនឹងគាត់ហ៊ានចំណាយមិនមែនថាហ៊ានចំណាយអ្វីទេដូចថាជូនលុយឪពុកម្ដាយរបស់យើងបុណ្យទានអានេះគេដោយថាធ្វើបុណ្យណាបើថាមនុស្សស្រីនឹងក៏មានចិត្តធ្វើបុណ្យណាមនុស្សស្រីមើលតែចំណុចឡើងនឹងដឹងហើយតែបើសិនជាមនុស្សស្រីដែលគាត់តាក់ទងមួយយើងចង់បានផលប្រយោជន៍របស់យើងលូថាបងខ្ញុំអត់លុយចាយទេអញ្ចេះហើយយើងនេះបិចបោចឲ្យតែម្ដាយរបស់យើងនោះអត់មានលុយចាយទេអត់ដឹងថាពុកម្ដាយរបស់យើងរស់នៅយ៉ាងម៉េចទេប៉ុន្តែគាត់ផ្គាប់ចិត្តតាបុគ្គលម្នាក់ហ្នឹងឯងតែសួរថាម្នាក់ហ្នឹងដែលនិយាយជាមួយយើងដែលសួរសុខទុក្ខពុកម្ដាយយើងសុខសប្បាយដែរអត់គាត់មានលុយចាយដែរអត់ហើយគាត់ហ៊ានបញ្ចេញលុយចេញពីកប៉ៅគាត់ដែរអត់ត្រូវអត់បងប្អូនអត់មានទេបើសិនតែខ្ញុំស្វែងយល់នៅក្នុងបច្ចុប្បន្ននេះមិនសូវជាមានទេណាគឺអត់សូវមានទេភាគច្រើនគឺមិនសូវមានជាដាច់ខាតបើថាសេរីមុនហ្នឹងចាស់សេរីមុនក្នុងវ័យប្រហែលជា40មុនអីឬក៏30មុនអីអាហ្នឹងមានមនុស្សស្រីប្រភេទហ្នឹងប៉ុន្តែបើនិយាយពីបច្ចុប្បន្ននេះ no មិនងាយលុយចេញពីកប៉ៅគេទេណាតែចូលគឺចូលហើយបើថាចេញមិនងាយជាដាច់ខាតអញ្ចឹងមនុស្សស្រីដែលបងប្អូនជ្រើសរើសយកមនុស្សស្រីដែលចិត្តបានជាមួយនឹងម្ដាយបងនេះម្ដាយក្មេកក្មេកនេះបងប្អូនយកគាត់ទៅអត់ខុសទេជីវិតប្រកបជារស់នៅមានក្តីសុខប៉ុន្តែអាមនុស្សស្រីដែលរស់នៅតាលុយចូលក្នុងកប៉ៅរបស់គេឲ្យគេមិនងាយចេញទេអាហ្នឹងចំពោះមនុស្សស្រីប្រពន្ធមួយចំនួនខ្ញុំនិយាយចាខ្ញុំអត់បាននិយាយប៉ះពាល់តែលើអ្នកណាទេខ្ញុំនិយាយមួយចំនួនណាបងប្អូនត្រូវយកមនុស្សស្រីដែលគាត់បោះពាក្យថាម្ដាយបងឪពុកបងក៏ដូចជាឪពុកអូននេះបងប្អូនត្រូវតែយកពាក្យសម្ដីនឹងស្ដាប់ណាបងប្អូនណាស្រឡាញ់មនុស្សស្រីត្រូវស្ដាប់ពាក្យសម្ដីកន្លែងហ្នឹងមិនបានជានិយាយអញ្ចឹងមានន័យថាអញ្ចេះម្ដាយបងឪពុកបងក៏ដូចជាឪពុកខ្ញុំមានន័យថាបើសិនជាអត់មានពួកគាត់ក៏មិនអាចបង្កើតបងឲ្យមកជួបខ្ញុំបានដែរត្រូវអត់ចំណុចឡើងហ្នឹងចាមនុស្សស្រីគាត់មិនតាន់បានយើងជាប្តីប្រពន្ធក៏ដោយតែគាត់ហ៊ានបញ្ចេញលុយពីកប៉ៅរបស់យើងមានន័យថាមនុស្សស្រីហ្នឹងគាត់មានសមត្ថភាពហើយគាត់ជាមនុស្សស្រីល្អអញ្ចឹងបងប្អូនយកគាត់ទៅអត់ខុសទេមនុស្សស្រីបែបហ្នឹងជីវិតរបស់យើងប្រកបជាមានសេចក្តីសុខហើយស្រឡាញ់គ្នាហើយផ្ដល់តម្លៃឲ្យគ្នាទៅវិញមកទៀតមនុស្សស្រីហ្នឹងដែលសារអីមនុស្សស្រីហ្នឹងគាត់មានចិត្តមហាចតាខ្លួនឯងមានន័យថាគាត់មិនចាំបាច់យកលុយពីមនុស្សប្រុសនឹងយកមកចាយទេគាត់មានសមត្ថភាពរកលុយខ្លួនឯងចាយចង់និយាយចឹងណាអញ្ចឹងបងប្អូនយកមនុស្សស្រីម្នាក់ហ្នឹងអត់ខុសទេបងប្អូនខ្ញុំជឿថាអត់ខុសទេមនុស្សស្រីដែលហ៊ានប្រឈមមុខគ្រប់រាល់ឧបសគ្គទាំងអស់ដោះស្រាយសម័យកាលតែខ្លួនឯងគឺយកគាត់ទៅគាត់មានសមត្ថភាពល្អអញ្ចឹងក៏យើងជាបរិយាយកគាត់ណាមានអនាគតល្អហើយមួយទៀតកុំយកមនុស្សស្រីដែលត្អូញត្អែបងខ្ញុំអត់មានលុយចាយបងខ្ញុំចង់បានទូរស័ព្ទម៉ូតនេះបងខ្ញុំអត់មានកៅអៅស្លៀកឯងមានលុយអត់ខ្ញុំសុំកុំសម្លឹងឃើញគេស្អាតណាមិនមែនយកស្អាតហ្នឹងមកលាងទឹកផឹកទេបងប្អូនចាំពាក្យចំណុចកន្លែងហ្នឹងឲ្យច្បាស់ណាមុខយកមកផ្សូបមកគួសមសំខាន់ចានឆ្នាំងពេលប្តីទៅធ្វើការបាយទឹកនឹងមួយមិនប្តីទៅធ្វើការមកវិញកំងទិញម្ហូបគេស្រាប់ទុកឲ្យប្តីហូបវាសួរថាលុយសល់អត់អញ្ចឹងបងប្អូនចំណុចឡើងហ្នឹងបារោះគួរតែស្វែងយល់ពីមនុស្សស្រីឲ្យស្រឡាញ់ណាសង្កេតមើលគេឲ្យច្បាស់ណាមុននឹងជ្រើសរើសយកគេហើយស្គាល់គ្នាមើលចិត្តគ្នា3-4 ឆ្នាំទៅបងប្អូនណាឲ្យទទួលស្គាល់ថាចំណុចល្អនិងចំណុចអាក្រក់តើយើងអាចទទួលយកទាំងសងខាងបានអត់
កុំឲ្យតែយើងស្គាល់គ្នាភ្លាមរស់នៅឌីលចរិតគ្នាការពិតចរិតឯងមុនដំបូងល្អអញខំយកឯងកុំស្វែងមើលស្វែងយល់ចិត្តគ្នាឲ្យបានយូរសិនទៅចាំយល់គ្នាអត់ខុសទេបងប្អូនយើងស្វែងយល់ចិត្តគ្នាបើសិនជាយើងរស់នៅមិនកើតយើងបញ្ចប់ប៉ុន្តែបើសិនជាយើងអាចទទួលយកអត្តចរិតទាំងសងខាងបានហើយយើងចាប់ដៃគ្នារស់នៅជាមួយគ្នាជាស្របច្បាប់អញ្ចឹងហើយជីវិតរបស់យើងអត់ខុសទេអត់បរាជ័យទេបងប្អូនមានដឹងអត់និយាយទៅបងបារោះអូយខ្ញុំមិននិយាយអួតទេហើយក៏មិនមែនទៅសើដែរខ្ញុំនិយាយពីអារម្មណ៍ពិតហ្មងខ្ញុំតែងតែលួចមើលហើយឯងបងបារោះហ่ะជាទូទៅគាត់តែងតានៅផ្ទះអញ្ចឹងទៅគាត់ធ្វើស្រែចម្ការសំបីតែសក់ក្បាលឬក៏ពុកមាត់អីគាត់មិនដែរកាប់មិនដែរកោទេគាត់មើលមិនដឹងថាទៅណាអីផងអញ្ចឹងណាពេលដែលគាត់ទៅកម្មវិធីណាម្ដងមកកាបងប្អូនអើយពេលតែគាត់កោពុកមាត់គាត់កាត់សក់គាត់កាត់រោមច្រមុះអូយនិយាយពីថាឡើងសង្ហាយរុំស្អាតប្លែកហ្មងណាអត់ដូចណែអត់ដូចមនុស្សស្រីយើងឯងមនុស្សស្រីយើងណាតុបតែងជាប្រចាំអញ្ចឹងអត់ប្លែកដូចមនុស្សប្រុសទេមនុស្សប្រុសពេលដែលគាត់ធ្វើខ្លួនម្ដងមកកាអញ្ចឹងអូយនិយាយពីថាឡើងសង្ហាស្អាតតែម្ដងអូហើយតនុយទៅពាក់ស្លៀកពាក់ទៅស៊ីកាទៅអូហើយស្បែកជើងដាក់មកអែមហ្មងនិយាយថាឡើងសង្ហាមនុស្សស្រីយើងអត់ស្អាតទេចាញ់បារោះឯងបារោះសង្ហាហ្មងហើយរៀងសបល់គាត់រៀងសបន្តិចទៅអូហើយសាច់មុខគាត់លក្ខណៈថាជួយទៅបារោះគាត់ដូចមនុស្សស្រីឯងមនុស្សស្រីគាត់ជាប់គាត់ផាត់មុខគាត់ប្រើម្សៅពេកអីចឹងទៅវាអាចនឹងជាប់មុខអញ្ចឹងថាបារោះជួយទៅអត់សូវជាប់ទេស្បែកមុខរបស់គាត់បែបធម្មជាតិហ្មងខ្មៅស្រស់ខ្មៅស្អែមហ្មងមានខ្លះខ្មៅស្ដាយបាយអញ្ចឹងទៅតែអត់ទេពេលដែលគាត់ធ្វើខ្លួនគូនិយាយទៅគឺស្អាតសង្ហាប្លែកភ្នែកហ្មងអូយសុំគាត់រៀងដុសក្បាលពោះតិចទៀតអូយអស់ទោះហ្មងបងប្អូនគិតដូចខ្ញុំអត់បងបារោះ